ខ្ញុំកណ្ណាខ្ញុំបាទសូមនមស្ការព្រះរតនត្រ័យទាំង3ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសូមគោរពជំរាបសួរលោកតាលោកយាយអ៊ំពូមីងជាទីគោរពរាប់អានព្រឹកនេះគឺខ្ញុំនឹងមកអានចែករំលែកបន្តទៀតនៅអត្ថបទក្នុងសៀវភៅគតិលោកភាគទី10ចាប់ពីពាក្យកណ្ដាលទំព័រទី16រហូតដល់ពាក្យកណ្ដាលទំព័រទី23គឺទាក់ទងនឹងរឿងនន្តយៈជាអ្នករក្សាខ្លោងទ្វារព្រះឥសូរដែលមានសេចក្តីដូចតទៅមានយៈមួយឈ្មោះនន្តកៈជាអ្នករក្សាខ្លោងទ្វារវាំងព្រះឥសូរក្បាលទំបែកសក់មាននៅតែជាយក្រែងបាទជាយក្រែងជាទីនាំឲ្យអស់ពួកទេវបុត្រទេវតានាគយៈទាំងឡាយចូលចិត្តលេងចំអកចំអន់ទៅផ្សេងណាពួកទេវបុត្រទេវតានាគយៈតែឡើងមកណាតែឡើងមកគល់ព្រះឥសូរកាលណាសឹងនាំគ្នាទះក្បាលក្បកក្បាលនន្តកៈនោះហើយសើចចំអកចំអន់លេងទៅតាមភាសាហើយទៅចូលតគល់ព្រះឥសូរឯក្នុងព្រះរាជមន្ទីរតែយ៉ាងនេះសពកាលមកឯនន្តកៈនោះជាយៈឥតរិទ្ធីចេស្តាត្រូវពួកទេវតាណាពួកទេវតាទះក្បាលក្បកក្បាលដូច្នោះក៏ខឹងចិត្តគិតថាបណ្ដាពួកទេវតាទាំងឡាយដែលណាដែលមាក់ងាយអញយ៉ាងដូច្នេះក៏ព្រោះអញជាអ្នកថោកទាបអត់រិទ្ធានុភាពដូចគេណាអត់រិទ្ធានុភាពដូចគេបើដូច្នេះគួរអញចូលគល់សូមពរព្រះឥសូរជាម្ចាស់ឲ្យព្រះអង្គប្រុសណាឲ្យព្រះអង្គប្រុសប្រសិទ្ធិចង្អុលដៃអញឲ្យកើតជាចង្អុលដៃពេជ្រណាឲ្យកើតជាចង្អុលដៃពេជ្រឡើងអញនឹងចង្អុលពួកអាអស់នេះឲ្យវាធ្លាក់ទៅឯដល់ចក្រវាលក្រៅទៅផ្សំមុខវាដែលវាមាក់ងាយអញត្បកក្បាលអញនេះគិតហើយនន្តកៈក៏ចូលទៅគាល់ព្រះឥសូរដល់ហើយក៏ក្រាបបង្គំទូលថាខ្ញុំព្រះករុណាចូលមកជាបាវរក្សាទ្វារព្រះរាជវាំងល្អងធូលីព្រះបាទនេះក៏យូរឆ្នាំណាស់ហើយពុំដែលបានរបស់ព្រះរាជទានអ្វីមួយណាជាព្រះរាជទានអ្វីមួយយ៉ាងឡើយឥឡូវនេះពួកទេវបុត្រទេវតាយៈទាំងឡាយគេមាក់ងាយទះក្បាលត្បកក្បាលខ្ញុំល្អងធូលីព្រះបាទតែរាល់កាលខ្ញុំល្អងធូលីព្រះបាទបានក្តីក្តៅក្រហាយពេកណាស់សូមទានម្ចាស់ប្រោះប្រានប្រទានពរដល់ខ្ញុំព្រះករុណាបានមួយយ៉ាងណាគឺប្រោះប្រសិទ្ធិចង្អុលដៃស្ដាំខ្ញុំព្រះករុណានេះឲ្យកើតជាម្រាមពេជ្រសម្រេចដោយរិទ្ធអាចនឹងចង្អុលពួកអាសាមានអស់នោះណាឲ្យវាខ្ទាតខ្ចាត់ខ្ចាយទៅឆ្ងាយអំពីកាយខ្ញុំព្រះករុណានេះទើបខ្ញុំព្រះករុណានេះបាននៅធ្វើរាជការបម្រើល្អងធូលីជាសុខសប្បាយតទៅឯព្រះមហេសរាធិបតីកាលបើបានស្ដាប់ពាក្យនន្តកៈដូច្នោះហើយក៏អាណិតនន្តកៈនោះទៅទ្រង់ចាប់ចង្អុលដៃស្ដាំនន្តកៈលើកឡើងសូត្រប្រសិទ្ធិដោយរិទ្ធព្រះសយំភូមួយរំពេចឡើងឯចង្អុលដៃនោះក៏កើតជាពេជ្រដូចចិត្តប្រាថ្នានៃនន្តកៈនោះហើយបាទនៃនន្តកៈនោះឯងឯនន្តកៈនោះកាលសម្រាប់ក្តីប្រាថ្នាខ្លួនហើយក៏ក្រាបលាព្រះឥសូរចេញមកនៅរក្សាទ្វារដូចប្រកក្តីមុនហើយតាំងចង្អុលពួកទេវបុត្រទេវតាដែលមកលលេងត្បកក្បាលខ្លួននោះឲ្យអណ្ដែតខ្ចាត់ទៅចក្រវាលនាយតែរឿយរាល់ថ្ងៃពួកទេវតានាគយៈទាំងឡាយសឹងខ្លាប់ខ្លាចចង្អុលដៃនន្តកៈនោះគ្រប់គ្នាឯនន្តកៈសោតក៏ចេះតែចង្អុលមិនថាទេវតាអង្គណាឡើយនិមិត្តតែឃើញហោះមកពីចម្ងាយក៏ចង្អុលឲ្យធ្លាក់ទៅចក្រវាលទាំងអស់ឯពួកទេវតាអស់នោះសឹងភ័យខ្លាចនន្តកៈគ្រប់ប្រាណពុំហ៊ានចូលមកគល់ព្រះឥសូរសោះឡើយទីជំនុំព្រះឥសូរស្ងាត់ឈឹងចាប់ដើមអំពីថ្ងៃនោះមកការនោះពុំបាត់ស្ងាត់ឡើយក៏លឺត្រួតជ្រាបដល់ព្រះឥសូរព្រះឥសូរក៏កើតក្តីតក់ស្លុតព្រួយព្រះហឫទ័យដោយក្តីគិតឃើញថាអាត្មាឲ្យពរដល់នន្តកៈនោះជាការហួសប្រមាណណាស់នេះនន្តកៈវាចង្អុលតែពួកទេវតាក្រៅប្រសិនណានន្តកៈវាគិតក្បត់នឹងអាត្មាវាចង្អុលរូបអញកាលណាអញក៏នឹងអត់ដែលចាត់ទៅឯចក្រវាលនាយពុំខានសម្បត្តិរាជស្ថានអញក្នុងភ្នំកៃឡាស់នេះនឹងបានទៅនន្តកៈវាយកជារបស់វាប្រកាសការនេះនឹងស្ងៀមនៅពុំបានចាំគិតអានយករូបវាចេញទើបក្តីសុខអញនឹងមានតទៅព្រះឥសូរគិតដូច្នោះហើយទើបឲ្យទៅអញ្ជើញព្រះនារាយណ៍ថាព្រះអនុជចូលមកគល់ខាងក្នុងព្រះនារាយណ៍ក៏ឡើងទៅគល់ព្រះឥសូរព្រះឥសូរក៏ត្រាស់ប្រាប់រឿងនន្តកៈបានចង្អុលដៃពេជ្រជាអាវុធពិសេសនោះសពប្រការព្រះនារាយណ៍បានស្ដាប់ដូច្នោះក៏ទូលថាព្រះចេថាមានពរហើយមិនពិចារណាឲ្យយល់ការអន្តរាយនឹងមានដល់ខ្លួនឥឡូវនឹងទៅដកទៅស្រូបយកវិញឯណាក៏បានត្បិតការវាហួសទៅហើយ
ដូច្នេះមានតែគិតកែអបាយសម្រាប់វាចេញទៅបានទូលហើយព្រះនារីក៏ទូលយកអាសាទៅបង្គំលាព្រះមហេសរាធិបតីចេញមកខាងក្រៅព្រះរាជមន្ទីរហើយនិមិត្តកាយផ្លែកាយคล้ายជាស្រីក្រមុំសំសោភាបាទលីលាកែក្រែងដើរចូលទៅកាន់សំណាក់នៃចៅនន្តកៈនោះឯងដល់ហើយក៏ប្រើរឹតពីកិរិយាឈាមចុងផ្នែកដើមផ្នែកក្រឡេកគុណមុខនន្តកៈធ្វើអាការៈដូចជាស្រីអ្នកលេងគប់ប្រុសញ៉ាំងនន្តកៈឲ្យស្នេហាក្នុងលោកីដោយប្រការផ្សេងឯនន្តកៈបែរទៅឃើញនារីគួរជាទីស្នេហានោះក៏ពុំដឹងជានារីកាឡានឹងស្មានថានារីពួករបាំជាប្រកបទើបកើតគួចចិត្តប្រតិពន្ធស្រឡាញ់ខ្លាំងក្នុងរូបនារីកាឡានោះហើយក៏ប្រើកិរិយាញញឹមរីករាយនិយាយប្រឡោមលួងលោមដោយពាក្យកំណាព្យឆ្លើយឆ្លងថាកែវអើយកែវស្នេហ៍បែរមកណាបងសូមសំណេះសំណាលផងទៅណាមកណាកែវបងរូបចៅគួចចងចិត្តមីបងអើយបងសួរគួតបសងគួស្នាលគួស្នងគួបតីប្អូនមកនេះគឺស្វែងរកប្តីត្រូវចិត្តប្អូនស្រីនឹងរ៉ាប់រងកែវអើយកែវតបកល្យាណីចៅមករើសប្តីនឹងស្នាលស្នងរើសរូបយ៉ាងណានួនល្អងយ៉ាងបងតើគប់ចិត្តរីទីយ៉ាងបងតើគប់ចិត្តរីទីប្រុសអើយប្រុសស្រស់ប្រំប្រៃប្អូនស្វែងរកប្តីចេះរំរីបើប្រុសចេះរំបានដូចគេប្អូនក៏រាប់ស្នេហ៍យកជាប្តីមាសអើយមាសមានរូបល្អឯកត្រង់ការរំរែកក្បាច់ម្ដេចក្តីបងអាចរំបានទេប្អូនស្រីក្រអ្វីជួស្រីរំទៅរាសំបងរំតាមមិនឲ្យខុសបំណាច់ជាប្រុសមានបញ្ញារៀនមកពីគ្រូអស់តម្រាអញ្ជើញកល្យារំទៅអើយឯព្រះនារីកាឡាបានលឺនន្តកៈទទួលរំតាមដូច្នោះក៏រេកាយរាយក្បាច់ចាក់លៀតហើយគួចចង្អុលដៃស្ដាំចង្អុលចុះចំត្រង់ដើមផ្លូវនៃអាត្មាឯនន្តកៈក៏រំតាមចង្អុលតាមនិមិត្តតែចង្អុលដៃពេជ្រនោះត្រូវចំផ្លូវកាលណាផ្លូវនន្តកៈក៏បាក់ដួលធ្លាក់ចុះក្នុងទីនោះមួយរំពេចឯព្រះនារីក៏ប្រែកាយជានារីរឿងរិទ្ធចតុកគឺមានហដ្ឋា4កាន់ចាក់ស្ទុះទៅចាប់ក្បាលនន្តកៈសង្កត់ចុះងាចាក់ឡើងប្រហានន្តកៈនោះឯងឯនន្តកៈបែរទៅឃើញព្រះនារីដូច្នោះក៏ទោមនុស្សតូចចិត្តគិតថាអាត្មាអញចាញ់ព្រះនារីបញ្ឆោតខ្លែងជារូបស្រីឲ្យអាត្មាលុះលងបងគំនិតនន្តកៈខឹងមាំខឹងខំមាត់បែរពោលទៅថាយើងខុសស្នៀតសត្រូវចូលបៀតបានអោព្រះអង្គអើយណហើយចុះធ្វើម្ដេចឯងមានដៃតែពីរនឹងទៅតស៊ូនឹងព្រះអង្គ4ព្រះកឯណាបានបើប្រសិនជាដៃពីរដូចគ្នាខ្ញុំមិនទទួលចាញ់ព្រះអង្គទេឯព្រះនារីបានលឺពាក្យនន្តកៈដូច្នោះក៏ត្រាស់ថាជាតិនេះយើងដៃ4ចៅដៃតែ2ទៅចាញ់យើងបើដូច្នេះចៅឯងទៅកើតនាស្ថានមនុស្សលោកនាយឲ្យមានមុខ10ដៃ20ចុះយើងចុះទៅកើតជាមនុស្សមានដៃតែ2វិញនឹងតស៊ូគ្នាទៅខាងមុខទៀតព្រះនារីត្រាស់ហើយក៏ប្រហារជីវិតនៃនន្តកៈនោះដោយកងចាក់វិសេហងដោយឮថានន្តកៈនោះមកកើតជាក្រុងរាពណ៍ណាសូជាស្ដេចជានៅកោះលង្កាព្រះនារីបែកភាកចាក់រូបចាស់នៅឆ្នេរមហាសាគរមកកើតជាអង្គព្រះរាមាបានធ្វើសឹកនឹងគ្នាជាអធិកខ្លាំងក្រៃមានសេចក្តីពិស្ដារនៅក្នុងសាស្ត្រារឿងរាមកេរ្តិ៍ឯណោះអញ្ជើញទៅមើលចុះខ្ញុំបានទាញរឿងដើមតែប៉ុណ្ណេះនេះដើម្បីឃើញជាគតិថានន្តកៈនោះស្លាប់ដោយចង្អុលដៃរបស់ខ្លួនបានគតិបុគ្គលអ្នកប្រាជ្ញអ្នកប្រាជ្ញព្រោកនិយាយអួតតែខ្លួនឯងចង្អុលតែខ្លួនឯងចង្អុលតែខ្លួនឯងសរសើរតែខ្លួនឯងបុគ្គលណាអួតសរសើរតែខ្លួនឯងហើយបុគ្គលនោះនឹងលុបសេចក្តីនិន្ទាអ្នកដទៃបានសេចក្តីវិនិច្ឆ័យដោយនន្តកៈនោះឯងប្រាជ្ញមានបញ្ញាគួរគិតទៅទៀតចុះចៅអាងម្រាមដៃឥតអធិស្ស្រ័យដល់ទេពទាំងឡាយកៅដល់សូលីកៅសីចៅវាយប្រើឲ្យព្រះនារីកំចាត់ចៅបងជីវិតព្រោះដោយអធិរិទ្ធភ្លើងរាករូលអង្គឃើញតែរូបស្រីចំណៃនៃសង្ឃសាត្រូវក្តីបងប្រានព្រោះមិនឆ្វេងលុះលងភ្លើងកាមទៅរេរំតាមនារីរំខ្លែងរំក្បាច់ផ្កាកុលចង្អុលផ្លូវឯងដួលបាក់
ច្រកខែងចៅឯងខ្សិនខ្សៃចឹងចប់តម្រាស្លាប់ដោយម្រាមដៃឯងជាគតិទី68ត្រឹមតែប៉ុណ្ណេះបាទអញ្ចឹងក្នុងថ្ងៃនេះជាថ្ងៃឧបោសថសិលខ្ញុំសូមបួងសួងដល់គុណរតនត្រ័យទាំង3មានព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកនិងសូមជូនពរលោកតាលោកយាយអ៊ំពូមីងបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងឡាយឲ្យជួបប្រទះតែសេចក្តីសុខសុភមង្គលគ្រប់ក្រុមគ្រួសាររាល់ការធ្វើដំណើរចិត្តឆ្ងាយថ្ងៃយប់សូមជួបតែសុខសុវត្ថិភាពទាំងផ្លូវទៅនិងត្រឡប់មកវិញបាទយើងនឹងជួបគ្នានៅអំណានក្រោយទៀតតាមពេលវេលាកំណត់នៅខណៈពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា